ើព្រះវិហារភ្នំដូនពេញនរណាជាអ្នកសាងសង់មុនគេសីមុំជំរាបលោកគ្រូអ្នកដែលសាងសង់ព្រះវិហារភ្នំដូនពេញមុនគេគឺស្ត្រីចំណាំម្នាក់ដែលឈ្មោះថាដូនពេញសាងសង់ដើម្បីអ្វីសាងដើម្បីដំកល់ព្រះពុទ្ធរូប4អង្គនិងបដិមាថ្មអូតែដៃ3ជូនសីមុំអងគូចហើយគេដង្ហែព្រះពុទ្ធរូបនិងបដិមាថ្មយកទៅតម្កល់ក្នុងព្រះវិហារនោះនៅឆ្នាំណាដាណារៀបលោកគ្រូដូនពេញនិងអ្នកភូមិបានហែព្រះពុទ្ធរូបទាំង4ទៅតម្កល់នៅព្រះវិហារនាឆ្នាំ1372អូតែដៃជូនណាមួយតែដៃ3ដងអងគូចបាទយើងខំប្រឹងរៀនបន្តទៀតកូនណាមេរៀនលោកគ្រូដាក់ទៅត្រូវប្រឹងខំរៀនលឺនៅលឺអត់ទាំងអស់គ្នាអូ